ជំរាបសួរបងប្អូនទាំងគ្នាសុខសប្បាយជាល្អចាបាទអ្នកវីដេអូមករយៈអ្នកវីដេអូអត់ចោលអ្នកគ្រូនឹក fan មែនតើចាខានចេញវីដេអូយកឥឡូវតនេះគឺត្រូវតែឆ្លៀតមកចេញវីដេអូចាដើម្បីចែករំលែកចាចំណេះដឹងក៏ដូចជាជួយធ្វើការងារតើទៅនៅផ្នែកសុខភាពណាហ្នឹងហើយដើម្បីយើងចែករំលែកចំណេះដឹងទៅបងប្អូនយើងក៏ទទួលបាននៅចំណេះដឹងទៅដូចយើងបានធ្វើបន់ផងដែរเนาะចាបងប្អូនគ្នាថ្ងៃនេះគឺអ្នកគ្រូមានមេរៀនមួយដែលនិយាយអំពីតេតិនទៅនឹងសុខភាពស្ត្រីចាហ្នឹងឯងដោយសារតែមាន fan ចាក៏ដូចជាអតិថិជនគាត់ច្រើនតែឆាតសួរតេតិនទៅនឹងថ្នាំ72ម៉ោងហ្នឹងច្រើនមែនតើដោយគាត់សួរអំពីតេតិនទៅនឹងប្រសិទ្ធភាពការពារចាសួរថាតើថ្នាំ72ម៉ោងហ្នឹងការពារបានប្រហែលថ្ងៃណាចាសនួរម្ដងហើយម្ដងទៀតចានៅតែអត់មានអ្នកដែលគាត់យល់ច្បាស់គាត់នៅតែច្រឡំគ្នាចាទៅថ្ងៃនេះគឺអ្នកគ្រូបានសម្រេចចិត្តចេញវីដេអូមួយដែលនិយាយថាតើថ្នាំ72ម៉ោងពិតជាអាចការពារបាន72ម៉ោងមែនដែរឬទេเนาะចាហ្នឹងហើយអញ្ចឹងបងប្អូនចង់ដឹងអត់ថាតើថ្នាំ72ម៉ោងហ្នឹងអាចការពារបាន72ម៉ោងមែនឬក៏អត់កុំភ្លេចតាមដានវីដេអូហ្នឹងរហូតដល់ចប់ទាំងអស់គ្នាเนาะចាតើបងប្អូនទាំងអស់គ្នាដឹងអត់ថាថ្នាំ72ម៉ោងហ្នឹងគឺជាថ្នាំអ្វីเนาะចាបើសិនជាអ្នកដែលគាត់ធ្លាប់ប្រើគាត់ប្រកាសជាដឹងហ្នឹងមែនទេចាហ្នឹងហើយហ្នឹងគឺជាថ្នាំសម្រាប់ការពារនៅពេលដែលយើងរួមភេទហើយអត់បានការពារចាវាគឺជាប្រភេទថ្នាំពជាកំណើតម្យ៉ាងដែលគេហៅថាជាថ្នាំពជាកំណើតការពារបន្តចាឬក៏គេហៅកាត់ថាថ្នាំ72ម៉ោងថ្នាំ72ម៉ោងអីអញ្ចឹងណាចាហ្នឹងហើយអញ្ចឹងឈ្មោះដើមពិតនោះគេហៅថាថ្នាំពជាកំណើតបន្តចាឬក៏72ម៉ោងចាហ្នឹងហើយដោយវាមានឈ្មោះពីរហ្នឹងចាដល់អតិថិជនខ្លះគឺក៏អត់សូវឮទេឈ្មោះថាពជាកណ្ដាលបន្តហ្នឹងក៏អត់ឮទេក៏ឮថា72ម៉ោង72ម៉ោង72ម៉ោងចាហ្នឹងហើយអ្នកណាក៏ហៅថា72ម៉ោងអ្នកខ្លះក៏ហៅថា72ម៉ោងអញ្ចឹងណាចាដែលជាមូលហេតុមួយធ្វើឲ្យមានអតិថិជន fan ចាជាពិសេសយុវវ័យចាយុវវ័យសម័យថ្មីចាសម័យទំនើបដែលពេលខ្លះគឺក្មេងៗដែលគាត់មិនបានស្វែងយល់អំពីចំណេះដឹងសុខភាពបានច្រើនទេចាហ្នឹងហើយហើយក្មេងឥឡូវពេលខ្លះគេហៅថាក្មេងឈាមរាវចាពេលខ្លះគាត់ចង់សាកគាត់ចង់ភ្លក់គាត់ចង់ដឹងចាទៅពេលដែលគាត់បានចាគេហៅថាភ្លើនមកពេលអីចឹងទៅចាគាត់តាំងស្រាវជ្រាវចាហ្នឹងហើយតាំង search YouTube search Facebook search អីចឹងណាស្វែងរកទៅចាឃើញគេដាក់ថ្នាំ72ម៉ោងចាអញ្ចឹងពេលខ្លះអ្នកខ្លះគាត់យល់ថាថ្នាំ72ម៉ោងហ្នឹងគឺអាចការពារបានរហូតដល់72ម៉ោងចាតែការពិតបងប្អូនទាំងអស់គ្នាយល់ច្រឡំហើយចាថ្នាំ72ម៉ោងនេះមិនមែនអាចការពារប្រសិទ្ធភាពបាន72ម៉ោងទេគឺវាគ្រាន់តែជាឈ្មោះបងប្អូនយល់ទេអ្នកគ្រូអញ្ចឹងឈ្មោះពីដាវចាអញ្ចឹងឈ្មោះពីដាវមានន័យថាពីដាវគឺអត់មានអាចទៅបកប្រែអីអាចទៅអីបានទេចាអញ្ចឹងឧទាហរណ៍ថាម្នាក់ហ្នឹងឈ្មោះអាម៉ោង10ចាអញ្ចឹងមិនថាឈ្មោះគេយើងទៅបកថាអាហ្នឹងវាអាចការពារបាន10ម៉ោងឬក៏អីមិនអត់ទេបងប្អូនថ្នាំហ្នឹងឈ្មោះថា72ម៉ោងមិនមែនមានន័យថាថ្នាំហ្នឹងការពារបាន72ម៉ោងទេចាយើងយកទៅឲ្យនិយមន័យខុសដោយខ្លួនឯងអញ្ចឹងណាគឺគ្រាន់តែជាឈ្មោះក៏ប៉ុន្តែវាគឺជាឈ្មោះថ្នាំពជាកំណើតបន្តឬគេហៅកាត់ថា72ម៉ោងចាមិនមែនអាចការពារបាន72ម៉ោងទេអ្នកខ្លះគាត់យល់ច្រឡំថាថ្នាំហ្នឹងអាចការពារបាន72ម៉ោងអញ្ចឹងគាត់ប្រើម្ដងចាបើគាត់មានការរួមភេទគឺគាត់អាចអត់លេបថ្នាំរហូតដល់ទៅ3ថ្ងៃអ្នកខ្លះក៏គិតអញ្ចឹងណាមិនមែនទេបងប្អូនគ្នាយល់ច្រឡំហើយអញ្ចឹងថ្នាំពជាកំណើតគឺបើសិនជាយើងចង់ប្រើទៅឲ្យទៀងទាត់ឲ្យត្រឹមត្រូវហើយឲ្យមានប្រសិទ្ធភាពខ្ពស់គឺយើងលេបជារៀងរាល់ថ្ងៃចាប្រភេទថ្នាំគ្រាប់គឺយើងត្រូវលេបជារៀងរាល់ថ្ងៃមួយគ្រាប់ហើយទៀងទាត់ម៉ោងថ្នាំចាក់ទៀងទាត់រៀងរាល់3ខែម្ដងកងដៃមានកងមួយដើម3ឆ្នាំ2ដើម5ឆ្នាំដល់ថ្ងៃណាត់ថ្ងៃត្រូវដោះយើងត្រូវតែមកតាមដានកងស្បូន10ឆ្នាំអញ្ចឹងទៅចាអញ្ចឹងថ្នាំពជាកំណើតគឺមួយគ្រាប់អាចការពារបានត្រឹមតែ24ម៉ោងទេចាហើយរីឯថ្នាំ72ម៉ោងនេះមិនមែនអាចការពារបាន72ម៉ោងទេគឺជាថ្នាំការពារកំណើតបន្តនៅពេលដែលយើង
រួមភេទហើយអត់បានការពារចាអញ្ចឹងនៅពេលដែលយើងរួមភេទហើយអត់បានការពារគឺយើងលេបកាន់តែឆាប់គឺកាន់តែល្អយល់ទេឧទាហរណ៍ថាយើងរួមភេទហើយភ្លាមបើសិនជាយើងមានថ្នាំ72ម៉ោងហ្នឹងយើងមកលេបភ្លាមចាគឺវាអាចការពារការមានកូនហ្នឹងបានប្រសិទ្ធភាពខ្ពស់ប៉ុន្តែបើសិនជាយើងពជាពេលទុកដល់24ម៉ោងឬក៏48ម៉ោងឬក៏អ្នកខ្លះលើតែគេថា72ម៉ោងអត់ទិញលេបទេទុកត72ម៉ោងបានតែទិញលេបអានេះมันអាចការពារបានប្រសិទ្ធភាពខ្ពស់ទេបងប្អូនទាំងអស់គ្នាកុំយល់ច្រឡំណាអ្នកគ្រូឃើញមានអតិថិជនស៊ូម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតដដែលតែងតែយល់ច្រឡំអំពីថ្នាំ72ម៉ោងហ្នឹងអញ្ចឹងអ្នកគ្រូចេញវីដេអូនេះសង្ឃឹមថាបងប្អូនទាំងគ្នានឹងច្បាស់នឹង clear នឹងយល់អត្ថន័យចាថាថ្នាំ72ម៉ោងគឺជាឈ្មោះមិនមែនជាអត្ថន័យទេត្រូវយល់អញ្ចឹងយល់ទេដូចយើងឈ្មោះដូចថាមនុស្សយើងឈ្មោះអីគឺវាឈ្មោះហ្នឹងហើយមែនទេមិនមែនមានន័យអីផ្សេងទេយល់ទេឧទាហរណ៍ថាយើងឈ្មោះអា5ឈ្មោះអា5គឺឈ្មោះវាគឺឈ្មោះហ្នឹងឯងអត់មានបកន័យស្អីទេយល់ទេបងប្អូនចាអញ្ចឹងថ្នាំហ្នឹងវាថ្នាំឈ្មោះថ្នាំ72ម៉ោងមិនមែនមានន័យថាវាអាចការពារបាន72ម៉ោងទេហើយបើសិនជាថ្នាំយើងប្រើថ្នាំពជាកណាត់ប្រភេទថ្នាំគ្រាប់គឺយើងលេបឲ្យទៀងទាត់ម៉ោងរៀងរាល់ថ្ងៃមួយថ្ងៃមួយគ្រាប់មួយថ្ងៃមួយគ្រាប់ទៀងទាត់ម៉ោងទៅទើបវាអាចការពារបានណាចាហើយអាថ្នាំ72ម៉ោងហ្នឹងមិនមែនលេបមួយគ្រាប់ឲ្យការពារបាន72ម៉ោងមិនមែនទេអាហ្នឹងគេទុកលេបពេលដែលយើងរួមភេទហើយមិនទាន់បានការពារឬយើងក៏ភ្លេចលេបថ្នាំអីចឹងទៅណាចារបៀបដូចផ្្លាត់ស្នេតភ្លេចលេបថ្នាំអីចឹងណាតែរងភេទហើយអូភ្លេចលេបថ្នាំបាត់ហើយចាមានថ្នាំហ្នឹងលេបភ្លាមប្រសិទ្ធភាពបានកាន់តែខ្ពស់តែបើសិនជាយើងទុកកាន់តែយូរប្រសិទ្ធភាពកាន់តែថយចុះទីម្ដងណាចាលេបកាន់តែលឿនអាចការពារការមានកូនប្រសិទ្ធភាពកាន់តែខ្ពស់ចាហើយថ្នាំ72ម៉ោងឬការពារកំណត់បន្ទាន់ហ្នឹងគឺមានច្រើនប្រភេទណាស់អញ្ចឹងមុននឹងទិញប្រើត្រូវតែសាកសួរទៅអ្នកលក់ឲ្យបានច្បាស់ថាប្រភេទហ្នឹងលេបប៉ុន្មានគ្រាប់អីចឹងណាពួកពេលខ្លះយើងចិត្តតែលេបទៅវាអត់អាចការពារប្រសិទ្ធភាពដូចទៀតអញ្ចឹងបើសិនជាចង់បានប្រសិទ្ធភាពខ្ពស់ត្រូវតែការពារមុនព្យាបាលត្រូវតែលេបមុនចាទើបយើងធ្វើការរួមភេទទៅវាអត់មានកូនអាយើងលេបក្រោយប្រសិទ្ធភាពវាគឺមិនខ្ពស់ទេចង់បញ្ជាក់អញ្ចឹងណាហើយពជាក្រាតបន្តឬ72ម៉ោងហ្នឹងគឺគេមិនឲ្យយើងលេបច្រើនដងទេចាលេបគេមិនឲ្យលេបច្រើនដងទេព្រោះវាប៉ះពាល់ទៅដល់សុខភាពយើងខ្លាំងអញ្ចឹងគេឲ្យយើងលេបបើសិនជាអាចចង់និយាយថាឲ្យលេបយើងតែម្ដងណាចាមកជីវិតយើងមកលេបតែម្ដងអីហ្នឹងទេគេមកឲ្យយើងលេបច្រើនដងទេមិនមែនលេបរាល់ថ្ងៃភ្លេចលេបអាហ្នឹងភ្លេចអាហ្នឹងចង់បញ្ជាក់ថាថ្នាំ72ម៉ោងគឺជាថ្នាំមួយដែលយើងករណីដែលយើងចាំបាច់ខ្លាំងចាំលេបបើសិនជាមិនចាំបាច់ខ្លាំងគឺហាមដាច់ខាតកុំលេបណាចាពួកវាប៉ះពាល់ទៅដល់សុខភាពខ្លាំងចាដូចពេទ្យសង្គ្រោះបន្ទាន់ណាយើងដឹងថាអាឡានសង្គ្រោះបន្ទាន់វាមិនចាស់គឺវាត្រូវតែរហ័សត្រូវតែលឿនទើបអាចជួយអតិថិជនជួយអ្នកជំងឺនឹងទាន់ពេលវេលាចាអញ្ចឹងអាថ្នាំពជាកណាត់បន្ទាន់ហ្នឹងដូចគ្នាចាឬ72ម៉ោងគឺដូចគ្នាលេបកាន់តែលឿនកាន់តែមានប្រសិទ្ធភាពជួយដល់អ្នកជំងឺនឹងដូចគ្នាណាចាអញ្ចឹងយល់នៅចាមិនមែនអាចការពារបាន72ម៉ោងទេគ្រាន់តែជាឈ្មោះតែប៉ុណ្ណោះតែមិនមែនអាចការពារបាន72ម៉ោងនោះទេយល់ឬនៅចាសង្ឃឹមថាយល់ទេចេញវីដេអូប៉ុណ្ណឹងឯងចាហើយបើសិនជាអត់យល់ទេដឹងនិយាយមិនទៀតក្បោះក្បាយប៉ុណ្្នឹងឯងចាតែបើអត់យល់អាចសួរថែមបានតែគាត់បញ្ជាក់ថាកុំនាំគ្នាយល់ច្រឡំតែទៅនឹងថ្នាំ72ម៉ោងទៀតព្រោះថាថ្នាំ72ម៉ោងនេះគឺជាឈ្មោះគេតែប៉ុណ្ណោះដោយមិនមែនមានន័យថាវាអាចការពារបាន72ម៉ោងទេចាវាគឺជាថ្នាំពជាក្តាប់បន្ទាន់ដែលយើងត្រូវតែលេបកាន់តែលឿនបំផុតទើបអាចជួយយើងកុំឲ្យមានកូននឹងបានប្រសិទ្ធភាពខ្ពស់តែប៉ុណ្ណោះណោះចាអញ្ចឹងសង្ឃឹមថាយល់ទេបងប្អូនចាបើសិនជាអត់យល់ទេអាច comment សួរបន្ថែមបានហើយបើសិនជាបងប្អូនចង់ទទួលសេវាទៅនឹងការរំលោភដោយសុវត្ថិភាពមិនថាកូនទូចមិនថាកូនធំមិនថាការប្រើប្រាស់ថ្នាំមិនថាចង់ធ្វើការបូមសម្អាតឬក៏ដាក់ថ្នាំបង្ការចំពោះកូនធំ7 8ខែអីទេបងប្អូនទាំងនេះអាចទទួលសេវាជាមួយគ្រូវីដេអូបានដោយតាក់ទងតាម page មន្ទីរពេទ្យអ្នកស្រីស្រឡាញ់និងស្នាមញញឹមស្ត្រីឬក៏តាម Telegram រូបផ្ទាល់0964828575បានចាហើយបើសិនជាចង់តាមដានមេរៀនរបស់គ្រូរៀនមកនេះអាចតាមបាននៅក្នុង page មន្ទីរពេទ្យអ្នកស្រីស្រឡាញ់និងស្នាមញញឹមស្ត្រីនេះផ្ទាល់ឬក៏តាម channel YouTube នៃគ្រូពេទ្យវីដេអូបានចាមេរៀនមានច្រើនបងប្អូនអាច search អាចសិក្សាស្វែងយល់បានហើយបើសិនជាមានចំណុចអីអាចធ្វើការសាកសួរបន្ថែមបានចាសូមអរគុណសូមជម្រាបលាបាយបាយអរគុណសម្រាប់ការតាមដានអរគុណសម្រាប់ការគាំទ្ររាល់សេវាកម្មរបស់អ្នកគ្រូវីដេអូទាំងអស់គ្នាចាអរគុណបាយបាយ love you